ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតើក្នុងនេះនំអីគេដែរចាគឺនំអាកោត្នោតនៅខាងក្នុងគឺយើងមានដាក់ខ្ទិះខាងក្នុងតាមបែបអ្នកសៀមរាបអញ្ចឹងនំនេះធានាថាបងប្អូនធ្វើតាមសាច់នំទន់ល្មើយទុកមួយថ្ងៃដល់ស្អែកឡើងក៏នៅតែសាច់នំទន់ដែរហើយរសជាតិឆ្ងាញ់ឡើងល្អបងប្អូនមើលដល់យកចិត្តទុកដាក់ហើយធ្វើតាមនឹងបាននំអាកោដ៏ឆ្ងាញ់មកដូចតែតែបញ្យល់របស់ក្បែរតួវីដេអូរៀងវែងបន្តិចមែនមុនទៅមើលវិធីធ្វើមកដូចសូមម្នាក់មួយចំពោះបងប្អូនណាដែលមើល Channel មកដូចហើយអត់ទាន់បានជួយ Subscribe សូមជួយ Subscribe សូមជួយសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូក្រោយៗទៀតអញ្ចឹងមកដូចសូមបងប្អូនម្នាក់មួយចំពោះបងប្អូនដែលអត់ទាន់បានជួយ Subscriber មកដូចសូមឲ្យជួយចុច Subscribe ម្នាក់មួយមកដើម្បីឲ្យ Channel មកដូចមានអ្នកស្រាប់Subscriber នឹងឲ្យដល់ 80000 នាក់ក្នុងពេលឆាប់នេះចានេះគឺជាគ្រឿងផ្សំបាទអញ្ចឹងចាប់ផ្ដើមធ្វើគឺយើងដាក់ម្សៅអង្ករខ្សាយចំនួន150ក្រាមឬយើងហៅថា1ខាំកន្លះតាមពិតម៉ាឌីសៀធ្លាប់ធ្វើនំអាកោត្នោតដោយប្រើម្សៅអង្ករខ្សាយលាយជាមួយនឹងម្សៅមីដែរបងប្អូនសាកធ្វើទាំងពីរវិធីលោមើលក៏បានដែរហើយចូលចិត្តសាច់នំមួយណាជាងធ្វើតាមនឹងក៏បានដែរចំពោះខ្ញុំផ្ទាល់ខ្ញុំចូលចិត្តប្រើម្សៅខ្សាយលាយជាមួយនឹងម្សៅមីខ្ញុំមានអារម្មណ៍ថាសាច់នំគឺទន់ដូចគ្នាប៉ុន្តែដូចទន់ល្អជាងអញ្ចឹងណាអញ្ចឹងវីដេអូដែលខ្ញុំធ្វើនំអាកោត្នោតដោយប្រើម្សៅខ្សាយលាយម្សៅមីខ្ញុំនឹងដាក់នៅចុងវីដេអូបងប្អូនអាចចូលចុចមើលបានបន្ទាប់មកគឺស្ករសចំនួន100ក្រាមឬយើងហៅថា1ខាំបរិមាណនេះគឺផ្អែមល្មមអត់ផ្អែមខ្លាំងទេហើយអំបិលប្រហែលកន្លះស្លាបព្រាកាហ្វេចាបន្ទាប់មកដើម្បីឲ្យនំយើងឡើងល្អយើងត្រូវដាក់មេនំប៉័ងឬក៏គេហៅថា yeast ចំនួនកន្លះស្លាបព្រាកាហ្វេ yeast នេះគឺជួយធ្វើឲ្យនំយើងឡើងល្អហើយយើងមិនបាច់ផ្អាប់ម្សៅយូរបើជំនាន់មុនគេយើងអត់មានយើងត្រូវធ្វើដោយយកម្សៅទៅហាលថ្ងៃយូរមកអានេះយើងហាលតែ2ម៉ោងអីបានហើយចំពោះយីសដែលខ្ញុំប្រើខ្ញុំជួយប្រើយីសកញ្ចប់តូចៗដូចនេះពេលយើងធ្វើទៅសល់យើងអត់សូវប្រើខូចយើងអត់ស្ដាយបើយើងប្រើយីសកញ្ចប់ធំយើងធ្វើហើយប្រើអត់អស់ត្រូវខ្យល់ខូចយើងចោលទាំងអស់ស្ដាយបន្ទាប់មកគឺយើងដាក់ខ្ទិះដូងដើមចំនួន250ក្រាមឬយើងហៅថា2ខាំកន្លះប៉ុន្តែយើងអត់ចាក់ម្ដងទាំងអស់ទេគឺយើងចាក់ម្ដងបន្តិចច្បាច់លាយជាមួយម្សៅយើងតតែម្សៅយើងនឹងឡើងទៅជាម្សៅទន់បងប្អូនអាចជំនួសដោយទឹកធម្មតាក៏បានប៉ុន្តែអត់ឆ្ងាញ់ឬក៏បងប្អូនដែលធ្វើលក់ខ្លាចតែអត់សូវចំណេញអាចដាក់ខ្ទិះដូងបន្ថយខ្ទិះដូងខ្លះហើយជំនួសដោយទឹកខ្លះក៏បានដែរចាពេលយើងលាយម្សៅបានម្សៅទន់បែបនេះហើយបងប្អូនច្បាច់លាយបន្តទៀតរហូតដល់តែស្ករហ្នឹងរលាយល្អណាស់ហើយទើបយើងដាក់សាច់ត្នោតចំនួន100ក្រាមឬយើងហៅថា1ខាំហើយវិធីដែលយកសាច់ត្នោតនេះពីត្នោតទុំនៅក្នុងវីដេអូមុនខ្ញុំបានធ្វើហើយចាំខ្ញុំដាក់វិធីធ្វើហ្នឹងនៅចុងវីដេអូនេះបងប្អូនអាចចុចមើលបានអញ្ចឹងសាច់ត្នោត1ខាំនេះគឺល្មមណាគឺឈ្ងុយត្នោតល្អហើយបងប្អូនដាក់លើសនឹងពេកក៏អត់កើតដែរដាក់ប៉ុណ្ណឹងគឺធានាថានំយើងឈ្ងុយត្នោតល្អត្នោតច្រើនហើយយើងដាក់សាច់ត្នោតចំនួន1ខាំចូលហើយយើងកូរច្បាច់លាយជាមួយម្សៅហ្នឹងឲ្យសព្វចូលគ្នារួចហើយទើបយើងចាក់ខ្ទិះដូងដែលនៅសល់ហ្នឹងលាយឲ្យសព្វចូលគ្នាចាឥឡូវល្បាយរបស់យើងគឺបានសព្វចូលគ្នាល្អហើយបន្ទាប់មកបងប្អូនត្រូវរកគម្របឬក៏រកថង់ plastic wrap ឬក៏អីបិទមាត់ចានយើងឲ្យជិតកុំឲ្យត្រូវខ្យល់ហើយទុកផ្អាប់ម្សៅរយៈពេល2ម៉ោងបើមិនជាមេឃត្រជាក់ខ្លាំងឬក៏មេឃភ្លៀងខ្លាំងអាចទុក3ម៉ោងក៏បានដែរឬអាចយកទៅហាលថ្ងៃកន្លែងដែលមានថ្ងៃក្តៅកុំឲ្យខ្លាំងពេកថ្ងៃក្តៅល្មមរយៈពេល2ម៉ោងក៏បានដែរអញ្ចឹងពេលដែលយើងកំពុងតែចាំម្សៅយើងឲ្យឡើងយើងមកធ្វើកន្ទងស្លឹកចេកនេះគឺខ្ញុំប្រើប្រវែងហ្នឹងគឺ24គុណនឹង12ប៉ុន្តែដើម្បីឲ្យស្លឹកចេកយើងហ្នឹងកន្ទងយើងក្រាស់យើងបត់ជា2ពេលយើងបត់ជា2គឺទំហំស្លឹកចេកហ្នឹងគឺយើងបាន12គុណនឹង12សង់ទីម៉ែត្រឬយើងហៅថា12ហ៊ុនបងប្អូនចង់ធ្វើធំជាងខ្ញុំអាចហែកឬក៏កាត់ធំជាងខ្ញុំបាន
ហើយដើម្បីឲ្យងាយស្រួលធ្វើឲ្យកន្ទោងយើងមានទំហំប៉ុនគ្នាបងប្អូនអាចរកកែវរកចានរកពែងអីក៏បានដែរតាមទំហំដែលបងប្អូនចង់បានមកដាក់ពីលើអញ្ចេះមកហើយយើងបត់បត់មើលតាមវីដេអូនេះមកធ្វើបែបនេះគឺស្រួលហើយកន្ទោងយើងចេញមកគឺទំហំប៉ុនគ្នាវិធីនេះគឺខ្ញុំបានឃើញក្នុង YouTube ផុសវៀតណាមឃើញគាត់ធ្វើហើយខ្ញុំយកមកធ្វើតាមស្រួលជាងដែរគឺលះហាស់ទៀតហើយបងប្អូនប្រើឈើខ្ទាស់ក៏បានប្រើដូចកឹបដូចខ្ញុំក៏បានដែរកឹបខាងហើយនឹងកឹបខាងគូតមួយទៀតអញ្ចឹងយើងនឹងបានកន្ទោងសឹកចេកស្អាតហើយស្រួលធ្វើហើយធ្វើលឿនទៀតអញ្ចឹងខ្ញុំនឹងបង្ហាញវីដេអូមួយទៀតដោយញាប់ចាយើងបាត់ពិបាកទេស្រួលដែលយើងបត់ហើយបត់គូតមកក្រោមទាំងសងខាងប្រើប្រដាប់កឹបខាងហើយនឹងកឹបនៅខាងគូតឬក៏បងប្អូនអាចធ្វើតាមវិធីដែលបងប្អូនចេះក៏បានដែរបន្ទាប់មកគឺយើងត្រៀមខ្ទិះដូងសម្រាប់ដាក់ខាងក្នុងនំគឺយើងប្រើខ្ទិះដើមចំនួន150ក្រាមឬយើងហៅថា1ខាំកន្លះហើយយើងដាក់ម្សៅខ្សាយចំនួន1ស្លាបព្រាចូល1ស្លាបព្រាបាយធំណាបើបងប្អូនចង់បានម្សៅរាងខាប់ជាងនេះអាចដាក់2ស្លាបព្រាបាយក៏បានបន្ទាប់មកយើងដាក់អំបិលប្រហែល1ចិបឬក៏1ចុងស្លាបព្រាអំបិលយើងដាក់បន្តិចសិនក៏បានដែរពេលដែលយើងកូរខ្ទិះឆ្អិនហើយចាំយើងភ្លក់បើសិនជាអត់ប្រៃឡំទេយើងថែមតាមក្រោយក៏បានដែរប៉ុន្តែបងប្អូនត្រូវគិតថាខ្ទិះដែលដាក់ខាងក្នុងនំហ្នឹងគឺត្រូវមានរសជាតិប្រៃឡំទើបញ៉ាំទៅឆ្ងាញ់បន្ទាប់ពីយើងកូរម្សៅរលាយល្អហើយលើកដាក់លើចង្ក្រានប្រើភ្លើងខ្សោយកូរទាល់តែខ្ទិះយើងនឹងពុះហើយខ្ទិះហ្នឹងខាប់បងប្អូនចង់បានខាប់ខ្លាំងគឺអាចកូរឲ្យយូរជាងនឹងបងប្អូនចង់បានខាប់មិនសូវខ្លាំងអាចកូរឲ្យគ្រាន់តែខាប់ល្មមបានហើយប៉ុន្តែតាមពិតបងប្អូនគួរតែកូរឲ្យខាប់ខ្លាំងល្អស្រួលយើងដាក់ក្នុងនំយើងឃើញខ្ទិះមើលទៅតំណងជាងបើយើងកូររៀងរាវពេលយើងដាក់ចូលក្នុងនំចំហុយខ្ទិះនិងម្សៅអាចរលាយចូលគ្នាបានចាបន្ទាប់ពីកូរបានសាច់ខ្ទិះខាប់ល្មមយើងពេញចិត្តហើយអាចពន្លត់ភ្លើងហើយយើងទុកខ្ទិះមួយអន្លើសិនចាឥឡូវបាន2ម៉ោងហើយខ្ញុំទៅមើលម្សៅរបស់ខ្ញុំគឺបានឡើងល្អចាគឺឡើងល្អឡើងជាងមុនហើយយើងឃើញពពុះដូចនេះណាអញ្ចឹងពេលហ្នឹងយើងអាចដាក់ទឹកកន្លះឆ្នាំងដើម្បីដាំឲ្យហើយទៅដើម្បីចំហុយនំយើងដើម្បីឲ្យអាកោយើងឡើងល្អទឹកក៏យើងគួរតែដាក់ឲ្យរាងច្រើនដែរទៅកម្លាំងហ្នឹងជួយឲ្យនំយើងឡើងល្អដែរហើយបន្ទាប់មកយើងកូរម្សៅហ្នឹងម្ដងទៀតឲ្យរាងយូរបន្តិចឲ្យពពុះហ្នឹងក្រាបទៅក្រោមវិញរួចហើយយើងចាប់ផ្ដើមដួសដាក់កន្ទោងដោយដួសដាក់ប្រហែលជាងចិត្តពាក់កណ្ដាលលើសអីមកហើយយើងដួសខ្ទិះដូងដែលយើងចង់ដាក់ពីក្នុងហ្នឹងចូលបងប្អូនចង់ដាក់ពីលើចាប់ដាក់ពីលើក៏បានបងប្អូនចង់ដាក់ខាងក្នុងយើងដួសដាក់កដាលហើយចាំយើងដួសម្សៅបន្តិចទៀតមកគ្របពីលើក៏បានដែរប៉ុន្តែបងប្អូនកូរខ្ទិះរាវដូចខ្ញុំពេលយើងក្រចំហុយឬក៏ពេលយើងចំហុយហ្នឹងគឺខ្ទិះហ្នឹងអាចរលាយចូលម្សៅខ្លះដែរអត់សូវឃើញខ្ទិះទេបងប្អូនធ្វើលក់ឲ្យឃើញខ្ទិះច្រើនបងប្អូនអាចគួរតែកូរខ្ទិះឲ្យខាប់ហើយដាក់ពីលើនំតែម្ដងក៏បានដែរពេលនោះយើងឃើញខ្ទិះនៅពីលើមើលទៅទំនងមួយយ៉ាងដែរអញ្ចឹងយើងធ្វើវិធីនឹងដូចគ្នារហូតទាល់តែអស់សាច់ម្សៅយើងចារួចរាល់ហើយទឹកយើងក៏បានពុះដែរទឹកដាក់ឲ្យរាងច្រើនបន្តិចណាបងប្អូនចាទឹកយើងបានពុះហើយយើងលើកនំយកទៅដាក់ចំហុយរយៈពេលប្រហែល25ទៅ30នាទីបើនំអាកោបងប្អូនធំជាងខ្ញុំអាចចំហុយយូរជាងខ្ញុំអញ្ចឹងយើងប្រើភ្លើងខ្លាំងក្នុងការចំហុយបើយើងប្រើភ្លើងខ្សោយពេកអាកោយើងក៏អត់សូវប្រេះហើយនំក៏អត់សូវឡើងល្អដែរឥឡូវនំខ្ញុំចាប់ផ្ដើមធំក្លិនឈ្ងុយពេញផ្ទះហើយចាគឺឈ្ងុយត្នោតខ្លាំងមែនតែម្ដងចាឥឡូវគ្រប់ម៉ោងហើយគឺខ្ញុំមកមើលនំខ្ញុំចាគឺនំឡើងល្អហើយក៏ប្រេះល្អដែរបើបងប្អូនអត់ច្បាស់អត់ដឹងថានំឆ្អិនមិនឆ្អិនអាចប្រើឈើចាក់ទៅក្នុងនំបើសិនជាអត់ឃើញមានម្សៅសើមជាប់ជាមួយនឹងឈើទេបានន័យថានំយើងឆ្អិនហើយប៉ុន្តែបើយើងចាក់ឲ្យដកមកវិញឃើញមានម្សៅសើមជាប់ជាមួយនឹងនំបានន័យជាប់ជាមួយនឹងឈើបានន័យថានំអត់ទាន់ឆ្អិនទេអាចបិទគម្របចំហុយបន្តទៀត
ចានំអាកោរបស់ខ្ញុំបានត្រជាក់ហើយអញ្ចឹងដល់ពេលដែលយើងត្រូវភ្លក់ហើយខ្ញុំនឹងហែកជូនបងប្អូនឲ្យឃើញសាច់នំខាងក្នុងចាអ្វីដែលសំខាន់យើងឃើញហ្នឹងគឺដំបូងគឺក្លិនឲ្យមកខ្លាំងជាងគេគឺឈ្ងុយត្នោតខ្លាំងហ្មងបងប្អូននេះសាច់ក្នុងខាងក្នុងគឺផុសល្អណាស់ហោះហុកល្អណាស់ហើយទុនបានយូរណាសាច់នំគឺទុនទុកមួយយប់ស្អែកឡើងក៏នៅតែទុនដែររសជាតិគឺឆ្ងាញ់មិនផ្អែមខ្លាំងពេកទេគឺផ្អែមល្មមឈ្ងុយខ្ទិះឈ្ងុយត្នោតដូងក៏ច្រើនគឺឆ្ងាញ់តែម្ដងហើយអត់ជូរទេម្សៅអត់ជូរទេចឹងអរគុណច្រើនវីដេអូសូមបញ្ចប់ត្រឹមនេះខ្ញុំសង្ឃឹមថាវីដេអូរបស់ខ្ញុំមិនច្រើនក៏តិចនឹងមានប្រយោជន៍ជូនដល់បងប្អូនខ្លះជាមិនខានចឹងបងប្អូនដែលបានមើល Channel Madasia ហើយអត់ទាន់បានជួយចុច Subscribe សូមជួយចុច Subscribe សូមជួយចុចសញ្ញារូបកណ្ដឹងដើម្បីជាការលើកទឹកចិត្តឲ្យ Madasia ធ្វើ YouTube ធ្វើវីដេអូបន្តទៀតផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ